នៅលើនេះអ្នកនរនេះឃើញពីរនោះដោយសារមួយគឺជាម៉ាស៊ីនដែលខ្ញុំប្រើប្រចាំថ្ងៃខ្លួនឯងរាល់ថ្ងៃអញ្ចឹងណាហើយនេះគឺជា model ដែលចេញឆ្នាំ2025ព្រោះវាមានលក្ខណៈពិសេសហើយជាមួយនឹងការ update ច្រើនជាងអ្វីដែលខ្ញុំប្រើនេះទៅទៀតវាដំណើរការជាមួយនឹង CPU AMD ជំនាន់ចុងក្រោយ AMD Ryzen AI 9XX 370អញ្ចឹងវាជាប្រភេទ CPU ដែលផ្ដល់កម្លាំងប្រើប្រាស់ខ្លាំងប្រើថាមពលតិចហើយជាពិសេសគឺភាពបត់បែននៅពេលដែលយើងប្រើដោយថាមពលថ្មនេះគឺយើងហៅថា professional on the go ហើយក្រៅពីនឹងទៀតគឺក៏វាមាន graphic card ដែលជាប្រភេទ graphic card ដាច់ហើយជាមួយនឹង graphic card ជាប់នៅក្នុងនឹងទៀតដើម្បីឲ្យយើងប្រើប្រាស់បត់បែនទៅជាមួយលក្ខខណ្ឌផ្សេងៗណាចំពោះ graphic ជាប់គឺវាមានប្រភេទ AMD Ryzen 890M ជាប្រភេទ GPU ដែលប្រើថាមពលតិចជាពិសេសគឺនៅពេលដែលយើងកាត់តវីដេអូឬក៏លេង game តិចតួចនៅពេលដែលយើងនៅខាងក្រៅអញ្ចឹងហើយជាមួយនឹង graphic card ដែលខ្លាំងមួយទៀតហ្នឹងគឺ Nvidia RTX 5070ជា model ចេញស៊េរីថ្មីជំនាន់លេខស៊េរី5000ហ្នឹងណាបើកុំព្យូទ័ររបស់ខ្ញុំនេះគឺស៊េរីជំនាន់លេខ4000ទេអញ្ចឹងអានេះគឺជាស៊េរីថ្មីចុងក្រោយជាងហើយក្រៅពីនឹងទៀតគឺវាមានកម្រិតថាមពលខ្លាំងដោយសារវាមាន RAM ច្រើនជាប្រភេទ LPDDR5X ហ្នឹងរហូតដល់ 64G ហើយ storage ជាប្រភេទ SSD PCIe ជំនាន់ទី4រហូតដល់ 2T ឯណោះអញ្ចឹងសម្រាប់ការប្រើប្រាស់ទៅលើការកាត់វីដេអូការ edit photo ឬក៏ rendering architecture design អីផ្សេងៗកុំព្យូទ័រនេះវាមានកម្លាំងខ្លាំងតម្រូវសម្រាប់ការងារគ្រប់មុខតែម្ដងហើយជាមួយនឹងការកម្សាន្តជាមួយនឹង game បានដូចគ្នាដែរចំពោះប្រភេទអេក្រង់វិញគឺវាមានទំហំ16អ៊ីងជាប្រភេទ 4K Lumina OLED របស់ ASUS ដែលវាបញ្ចេញកម្រិតពណ៌នឹងច្បាស់សម្រាប់ការងារជំនាញឬក៏យើងហៅថា professional work វាជាប្រភេទ touch screen កម្រិត pixel នឹង3840គុណជាមួយនឹង2400ហើយអ្វីដែលពិសេសហ្នឹងគឺកម្លាំងជះពន្លឺរបស់វាគឺ500 nit កម្រិតពណ៌ DCI-P3 100% ហើយជាមួយនឹង sRGB 100% ក៏វាគ្រប់គ្រងជាមួយនឹង HDR ដែរដែលមាន aspect ratio 16:10កុំព្យូទ័រនេះក៏យើងអាចប្រើប្រាស់ជាមួយនឹងកម្មវិធី AI ដែលដំណើរការនៅក្នុងកុំព្យូទ័រដោយមិនចាំបាច់ត្រូវការអ៊ីនធឺណិតវាមានប្រសិទ្ធភាពប្រើប្រាស់រហូតដល់848 TOPS Trillion Operation ដែលក្នុងនោះគឺមាន NPU 50 TOPS ហើយជាមួយនឹង GPU 798 TOPS ASUS ProArt P16 នេះក៏ជាប្រភេទ Copilot Plus PC បានផងដែរហើយចំពោះ Copilot Key ហ្នឹងក៏មាននៅលើ keyboard នឹងស្រាប់ហើយជាមួយនឹងកម្មវិធីផ្សេងៗទៀតរបស់ Microsoft ដូចជា Microsoft Windows Recall ឬក៏ Paint ដែលយើងអាច generate រូបភាពអីហ្នឹងគឺមានឲ្យយើងប្រើប្រាស់បានដូចគ្នាចំពោះ ASUS ProArt P16 នេះគឺជាកុំព្យូទ័រ laptop សម្រាប់ការងារជំនាញប៉ុន្តែវាស្ដើងវាស្រាលស្ដើងក្នុងកម្រិតត្រឹមតែ 1.49 សង់ទីម៉ែត្រនៅកន្លែងដែលស្ដើងបំផុតហើយជាមួយនឹងកន្លែងដែលក្រាស់បំផុតផ្នែកខាងក្រោយនេះគឺស្មើជាមួយនឹង 1.73 សង់ទីម៉ែត្រហើយទម្ងន់វិញគឺត្រឹមតែ 1.85 គីឡូក្រាមទេសម្រាប់ការងារជំនាញឬក៏ game គឺវាអាចដំណើរការបានយ៉ាងស្រួលព្រោះដោយសារវាប្រើជាមួយនឹង CPU ដែលខ្លាំងហើយជាមួយនឹង GPU ដែលខ្លាំងហើយចំពោះផ្នែកខាងក្នុងវិញនៅពេលដែលយើងបើកមកយើងឃើញ trackpad ហ្នឹងធំមែនទែនហើយក៏ support ជាមួយនឹង ASUS Dial Pad ដែរអញ្ចឹងមានន័យថាម៉េចដូចជាមុខងារសំខាន់មួយចំនួនយើងចង់ដូរ tool នៅក្នុងការកាត់ photo កាត់វីដេអូអីយើងអាចប្រើ tool នឹងបានឬក៏យើងប្រើប្រាស់សម្រាប់មុខងារទូទៅដូចជាការតម្លើងកម្លាំងពន្លឺរបស់អេក្រង់បន្ថយកម្លាំងពន្លឺសេរី volume ឡើងចុះអីយើងអាចប្រើជាមួយនឹង Dial Pad នឹងបានទាំងអស់ហើយយើងអាច activate បិទបើកវាដោយប៊ូតុងខាងលើនេះមួយដែលយើងចុចហើយយើងក៏វាចូលមកអញ្ចឹងវាបិទវាបើកសម្រាប់ការប្រើប្រាស់របស់យើងបើសិនជាយើងមិនសូវចូលចិត្តប្រើវាក៏យើងបិទទៅហើយបើសិនជាយើងចង់ប្រើវាក៏យើងបើកវាទៅតាមតម្រូវការរបស់យើងទេកុំព្យូទ័រនេះគឺមានជម្រើសពណ៌ Nano Black ដែលវាជាប្រភេទខ្មៅស្រអាប់អញ្ចឹងវាមិនសូវជាប់ក្រយៅដៃនោះទេ Laptop model នេះគឺជាផលិតផលផ្លូវការរបស់ ASUS អញ្ចឹងមានការធានាត្រឹមត្រូវដែលយើងអាចឃើញ sticker នៅលើតួ laptop របស់យើងអាចជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសដែលបញ្ជាក់អំពី perfect warranty មានន័យថារាល់ការខូចខាតឧទាហរណ៍ថាចូលទឹកខូចគឺនៅតែអាចជួសជុលបានដោយក្រុមហ៊ុននឹងចំណាយឲ្យយើង 80% ទៅលើការជួសជុលនឹងយើងចំណាយតែ 20% ទេអាហ្នឹងគឺ perfect warranty សម្រាប់ស្រុកខ្មែរយើងហើយចំពោះ international warranty ទៅលើ service ផ្សេងៗគឺរយៈពេល 2 ឆ្នាំសម្រាប់កុំព្យូទ័រ ASUS ផលិតផលផ្លូវការពីប្រទេសកម្ពុជាយើងការធានារយៈពេល 2 ឆ្នាំ international នេះមិនមែនតែស្រុកខ្មែរយើងទេយើងទៅស្រុកគេក៏បានដែរ keyboard របស់វាគឺជាប្រភេទ full size keyboard ហើយយើងឃើញមានផ្នែកខាងលើនេះជា function row ហើយក៏ជា function key ដើម្បីឲ្យយើងអាចបន្ថយ volume តឡើងសលេងបន្ថយកម្លាំងពន្លឺអីនៅលើនឹងបានដូចគ្នាដែរហើយចំពោះ keyboard នេះដែរគឺវាមាន backlight ពន្លឺជះមកពីក្រោយប៉ុន្តែវាអត់អាចដូរពណ៌បានទេគឺវាជាប្រភេទពណ៌សរហូតតែម្ដងដោយខ្ញុំបញ្ជាក់មិញព្រោះកុំព្យូទ័រនេះគឺសម្រាប់អ្នកជំនាញហើយនៅពេលដែលយើងវាយទៅលើ keyboard នេះវាអត់អង្គើទៅលើអេក្រង់ពេកទេខ្ញុំភ្លេចបញ្ជាក់នៅត្រង់ចំណុចមួយទៅលើផ្នែកអេក្រង់នេះគឺវាអត់អលាស់អីទេយើង
មើលទៅគឺវារឹងមាំខ្លាំងល្អព្រោះដោយសារផ្នែកខាងក្រោយនេះទាំងតួទាំងមូលទាំងផ្នែកខាងក្រោយនៃអេក្រង់នេះគឺសុទ្ធតែជាប្រភេទអាលុយមីញ៉ុមស្រអាប់ speaker គឺវានៅផ្នែកសងខាងនេះវាបញ្ចេញកម្លាំងសំឡេងមកបានល្អព្រោះវាមិនមែនជាប្រភេទ speaker ដែលបែរទៅខាងក្រោយទេព្រោះនៅខាងក្រោយនេះវាមាន woofer ដើម្បីដំឡើងសំឡេងនឹងឲ្យរៀង bass បន្តិចចឹងណាប៉ុន្តែ speaker ដែលសំខាន់គឺបាញ់មកខាងលើនេះទេចំពោះ port វិញគឺវាមាន port ដើម្បីភ្ជាប់ទៅឧបករណ៍ផ្សេងៗគ្រប់គ្រាន់ចំពោះផ្នែកខាងនេះយើងឃើញមានឌុយសម្រាប់ដោតសាករបស់ ASUS ដែល support ជាមួយនឹងកម្លាំងសាក240 W ដោយ HDMI មួយនៅខាងនេះ support ជាមួយនឹងការបញ្ជូនរូបភាពរហូតដល់ 8K ឯណោះ USB 4 ដែលគ្រប់គ្រងជាមួយនឹងការបញ្ជូនទិន្នន័យរហូតដល់40 GB ហើយជាមួយនឹង USB 3.2 Gen 2 Type A ចំនួន1ទៀតដែរដែលគ្រប់គ្រងជាមួយនឹងការបញ្ជូនទិន្នន័យ10 GB ហើយជាមួយនឹង combo jack 1ដើម្បីដោតកាសហើយជាមួយនឹង mic ហើយចំពោះផ្នែកខាងនេះគឺមាន USB 3.2 Gen 2 Type C មួយទៀតហើយជាមួយនឹង USB 3.2 Gen 2 Type A នៅខាងនេះដែរហើយក៏មាន SD card ជាប្រភេទ full size សម្រាប់យើង copy រូបភាពឬក៏វីដេអូពីកាមេរ៉ារបស់យើងបានអញ្ចឹងវាផ្ដល់ភាពងាយស្រួលវាផ្ដល់ដូចដែលភ្ជាប់សម្រាប់ការងារផ្សេងៗហ្នឹងហើយរូបរាងគេឃើញអត់មិនទាមទារការចាប់អារម្មណ៍ខ្លាំងពេកទេព្រោះដោយសារវាខ្មៅវារលើបវាគ្រើមអត់អាឡូងទេនេះមិនមែនអាឡូងទេជាប្រភេទអាលុយមីញ៉ុមខ្មៅគ្រើមអញ្ចឹងណាហើយបញ្ជាក់ខាងនេះដាក់ថា Pro Art ASUS Pro Art for professional for photo for video for architecture design លេងហ្គេមក៏បានដែរ